ជាមិនសរសើរមិនបានក្រុមមន្ត្រីនៃរដ្ឋបាលខណ្ឌបឹងកេងកងលោកនៅតែបន្តយុទ្ធនាការក្តៅជារៀងរាល់ថ្ងៃជាប់គ្នាដើម្បីរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវព្រះមុនីរ៉េតរាជធានីភ្នំពេញខណ្ឌបឹងកេងកងគិតត្រឹមថ្ងៃទី27ខែមករាឆ្នាំ2026កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកងលោកនៅតែបន្តបេសកកម្មយ៉ាងសកម្មតាំងពីថ្ងៃទី17ខែមករាមកម្លេះដែលគិតអស់រយៈពេល10ជប់10ថ្ងៃជាប់ៗគ្នាក្នុងការរៀបចំសណ្ដាប់ធ្នាប់និងទប់ស្កាត់ការយកចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរបន្លែខុសច្បាប់នៅតាមបណ្ដោយមហាវិថីព្រះមុនីរ៉េតនិងផ្លូវរណបនានាក្នុងយុទ្ធនាការនេះដែរត្រូវបានដឹកនាំផ្ទាល់ដោយលោកសុកសម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកងនិងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដើម្បីអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងគោលដៅដោះស្រាយបញ្ហាកកស្ទះចរាចរណ៍និងលើកកម្ពស់សោភ័ណភាពទីក្រុងគោលដៅយុទ្ធសាស្ត្រសំខាន់ៗទាំង13កន្លែងដែលអាជ្ញាធរបានដាក់កម្លាំងឈរជើងប្រចាំការយ៉ាងតឹងរ៉ឹងនៅតាមបណ្ដោយមហាវិថីព្រះមុនីរ៉េតនោះមានចាប់ពីមហាវិថីម៉ៅសេតុងដល់មហាវិថីព្រះសីហនុរួមទាំងផ្លូវតូចៗជុំវិញសង្កាត់ទួលស្វាយព្រៃទី2និងសង្កាត់ទំនប់ទឹកដូចជាផ្លូវលេខ360ផ្លូវលេខ388 385 374 364 356 348 338 328 348 310 296 209 286ជាពិសេសមានផ្លូវរណបបន្ថែមផ្លូវលេខ199និងផ្លូវលេខ205ជាចុងក្រោយលោកអភិបាលខណ្ឌក៏បានបញ្ជាក់ថាការអនុវត្តវិធានការរដ្ឋបាលនេះទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ដោយសារមានការខិតខំប្រឹងប្រែងពីកម្លាំងចម្រុះខណ្ឌសង្កាត់និងជាពិសេសមានការចូលរួមសហការយោគយល់ខ្ពស់ពីសំណាក់បងប្អូនប្រជាពលរដ្ឋនិងអាជីវករហើយបច្ចុប្បន្នស្ថានភាពចរាចរណ៍នៅតំបន់ដែលធ្លាប់តែមានភាពរញ៉េរញ៉ៃដោយសារការដាក់លក់បន្លែលើទ្រូងផ្លូវបានប្រែមកជាមានរបៀបរៀបរយនិងងាយស្រួលក្នុងការធ្វើដំណើរជាងមុនអាជ្ញាធរនឹងបន្តឈរជើងដើម្បីធានាថា